នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិមិនសូវមានអ្នកទស្សទាយរូបណាធ្វើឲ្យមហាអំណាចពិភពលោកញាប់ញ័រដូចជាស្ត្រីងងឹតភ្នែកម្នាក់នេះឡើយលោកជ័យបាបាវ៉ាន់កាដែលគ្រប់គ្នាគឺស្គាល់និងល្បីរន្ទឺសុសសាយទោះបីជាភ្នែកទាំងគូរបស់លោកជ័យងងឹតឆ្លុបយ៉ាងណាក៏ដោយប៉ុន្តែលោកយាយអះអាងថាលោកយាយមើលឃើញពីពន្លឺនៃអនាគតយ៉ាងច្បាស់ពីមហន្តរាយនាវាមួយទឹកខឹសរហូតដល់ការវាយប្រហារនៅថ្ងៃទី11ខែកញ្ញាទំនាយរបស់លោកយាយបានคล้ายទៅជាការពិតរហូតដល់ 85% ថ្ងៃនេះយើងនឹងមកបើកបង្ហាញទំនាយដ៏រន្ធត់បំផុតសម្រាប់ឆ្នាំ2025និង2026ដែលលោកយាយបានបន្សល់ទុកមុនពេលមរណភាពតើផែនដីកំពុងតែបំបែកផ្លូវឬយ៉ាងណាទំនាយមហាសង្គ្រាមអឺរ៉ុបលោកយាយបានទាយថានៅឆ្នាំ2025ជម្លោះដ៏ធំមួយនឹងផ្ទុះឡើងនៅទ្វីបអឺរ៉ុបវាមិនមែនត្រឹមតែជាសង្គ្រាមរវាងប្រទេសពីរនោះទេប៉ុន្តែវាគឺជាសង្គ្រាមដែលធ្វើឲ្យប្រជាជនមួយចំនួននៅអឺរ៉ុបថយចុះយ៉ាងខ្លាំងតើនេះសំដៅលើការរាលដាលនៃសង្គ្រាមរុស្ស៊ីឬអ៊ុយក្រែនយ៉ាងណាឬជាការផ្ទុះជម្លោះថ្មីរវាង NATO និងប្លុកខាងកើតលោកយាយបានបញ្ជាក់ថាសន្តិភាពនឹងត្រូវរលាយបាត់ហើយភាពងងឹតនឹងគ្រប់រំដប់នៅអឺរ៉ុបលោកយាយក៏បានរំលឹកពីការដួលរលំប្រព័ន្ធហិរញ្ញវត្ថុដែលបណ្ដាលមកពីការខ្វះខាតធនធានធម្មជាតិនេះគឺជាពាក្យទំនាយទី1នៅក្នុងឆ្នាំ2025ចំណែកឯទំនាយនៅក្នុងឆ្នាំ2026គឺជាទំនាក់ទំនងជាមួយមនុស្សក្រៅភពនិងការប្រែប្រួលផែនដីចំណុចដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺលោកយាយបានទាយថាមនុស្សជាតិនឹងចាប់ផ្ដើមមានការតាក់ទងជាមួយនឹងសត្វលោកមកពីក្រៅភពឬក៏អេលៀននៅក្នុងចន្លោះឆ្នាំនេះវាមិនមែនជាការឈ្លានពានដូចក្នុងរឿង Hollywood ទេប៉ុន្តែវាគឺជាការផ្លាស់ប្ដូរចំណេះដឹងដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រលោកមានការប្រែប្រួលមុខមាត់ថ្មីប៉ុន្តែលោកយាយបានប្រមានថាគន្លងផែនដីនឹងមានការប្រែប្រួលបន្តិចបន្តួចទោះបីជាវាមានគ្រោះថ្នាក់មហន្តរាយយ៉ាងណាក៏កម្ដៅផែនដីឡើងក្ដៅខ្លាំងនិងទឹកជំនន់មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រតើអ្នកទាំងអស់គ្នាជឿលោកយាយបាបាវ៉ាន់កាដែរឬទេដែលលោកយាយបានទស្សន៍ទាយត្រូវដូចជាករណីទី1ទាយពីការស្លាប់របស់ម្ចាស់ស្ត្រីដៃអាណានិងករណីទី2ការទាយឡើងកាន់អំណាចរបស់ប្រធានាធិបតីស្បែកខ្មៅអាមេរិកគឺព្រះឧបមាករណីទី3គឺការទាយពីគ្រោះមហន្តរាយរលកសូឡាមិកឆ្នាំ2004អ្នកវិទ្យាសាស្ត្រខ្លះក៏ព្យាយាមបកប្រែថានេះគឺជាការចាយដុនប៉ុន្តែវាស្ថិតនៅក្នុង 85% ជាតួលេខមិនអាចមើលរំលងបានឡើយនេះជាសារចុងក្រោយរបស់លោកយាយបាបាវ៉ាន់កាទំនាយរបស់លោកយាយបាបាវ៉ាន់កាមិនមែនបង្កើតឡើងដើម្បីឲ្យយើងភ័យខ្លាចរហូតអស់សង្ឃឹមទេប៉ុន្តែវាគឺជាការសារព្រមានលោកយាយតែនិយាយថាសេចក្តីស្រឡាញ់និងការយល់ដឹងពីគ្នាគឺជាថ្នាំពុលតែមួយគត់ដែលអាចសម្លាប់សង្គ្រាមបានតើអ្នកទាំងអស់គ្នាជឿពាក្យទំនាយនេះដែរឬយ៉ាងណាតើអ្នកទាំងអស់គ្នាគិតថាឆ្នាំ2025និងឆ្នាំ2026ពិភពលោកផ្លាស់ប្ដូរជារៀងរហូតឬយ៉ាងណាបើសិនជាអ្នកទាំងអស់គ្នាមានមតិយោបល់សូម comment ខាងក្រោមវីដេអូកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានរឿងរ៉ាវអាថ៌កំបាំងនិងទំនាយថ្មីៗជាច្រើនទៀតសូមអរគុណសូមឲ្យសន្តិភាពកើតឡើងទៅដល់អ្នកទាំងអស់គ្នា